YouTube គឺនៅតែជាជម្រើសល្អឬក៏ជាជម្រើសទីមួយដែលអាចរកលុយបានជាមួយនឹងការធ្វើវីដេអូរបស់យើងល្អប្រសើរមិនថាបងប្អូនថ្មីឬក៏ចាស់ទេតែបើសម្រាប់បងប្អូនដែលគាត់មានបទពិសោធន៍ទៅលើ Facebook ទៅលើអីផ្សេងៗគាត់អាចរុញវីដេអូរបស់គាត់ឬក៏ធ្វើវីដេអូរបស់គាត់ទៅកាន់ Facebook ឬក៏គាត់មាន traffic ច្រើនបានថាមានក្រុមមាន page ធំៗច្រើនអាហ្នឹងគឺគាត់អាចរកបានមួយខែរាប់សិបម៉ឺនដុល្លារប៉ុន្តែសម្រាប់អ្នកចាប់ផ្ដើមថ្មីគឺយើងអាចផ្ដោតទៅលើ YouTube ហើយ Facebook គឺយើងបន្តបន្សំដោយសារតែ Facebook យើងដឹងហើយនៅស្រុកខ្មែររបស់យើងគឺវាមានការពិបាកច្រើនហើយវាមានភាពស្មុគស្មាញច្រើនយើងនៅស្ទើរយើងអត់យល់អត់ដឹងលម្អិតពីវាការ set up ការរកលុយ technique ផ្សេងៗគឺយើងមានការស្មុគស្មាញយើងងាយនឹងបោះបង់អញ្ចឹងបើសិនជាយើងធ្វើយើងអាចធ្វើទាំងពីរប៉ុន្តែយើង focus ទៅលើ YouTube ឲ្យខ្លាំងជាងក៏បានដែរប៉ុន្តែវីដេអូដែលយើងមានគឺយើងអាចផុសឬក៏អាចបង្ហោះទៅគ្រប់ platform របស់យើងសម្រាប់អ្នកទើបតែចាប់ផ្ដើមហើយការរុញគឺ YouTube គឺងាយនឹងរុញនៅវីដេអូថ្មីជាងដោយសារតែ YouTube ឲ្យតែយើងធ្វើវីដេអូគុណភាពល្អមានភាពទាក់ទាញ thumbnail យើងល្អគឺងាយរុញជាង Facebook បើ Facebook ទោះជាយើងល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើយើងចាប់ផ្ដើមពី0ដែលយើងអត់មាន traffic ទេអត់មានការ share អត់មានការឲ្យចូលក្រុមទេអាហ្នឹងគឺវាពិបាកនៅក្នុងការ live បន្តិចឬក៏យើងបើសិនជាគេធ្វើ vlog ឬក៏ធ្វើជាយើងឃើញ content creator យើងផ្សេងៗគាត់មាន connection ជាមួយនឹងអ្នកផ្សេងដែលគាត់ល្បីៗគាត់មាន follow ច្រើនអីចឹងទៅយើងអាចជួយយោងគ្នាចឹងទៅតែបើសិនជាយើងធ្វើដោយលក្ខណៈធ្វើ content ដែលមិនមែនជាពីខ្លួនឯងមិនមែនជាវគ្គ vlog អីផ្សេងៗទេយើងធ្វើលក្ខណៈសម្រាប់ឲ្យគេមើលទូទៅអីហ្នឹងគឺយើងអាចផ្ដោតទៅលើ YouTube ល្អជាងបើតាមបទពិសោធន៍របស់ខ្ញុំហើយអាចមានបទពិសោធន៍បងប្អូនផ្សេងៗល្អជាងហ្នឹងទៅលើ Facebook អីខ្ញុំអត់ដឹងទេអត់ដឹងថាវាត្រូវឬក៏ខុសទេគ្រាន់តែថាបទពិសោធន៍របស់ខ្ញុំគឺ YouTube គឺនៅតែល្អជាងសម្រាប់អ្នកទើបចាប់ផ្ដើមថ្មីហើយអត់មាន traffic នៅក្នុងដៃហើយការធ្វើ YouTube ក៏ដូចគ្នាមុននឹងបងប្អូនធ្វើគឺបងប្អូនគួរតែគិតអំពី content របស់បងប្អូនយើងគិតយើងគូសឬក៏សរសេរចេញមកក្រៅក៏បានដែរឬក៏គិតហើយយើងដឹងពីចំណុចបើសិនជាវាអត់ដើររយៈពេលប្រហែលយើងអាចតស៊ូបានប៉ុណ្ណាហើយ content ហ្នឹងយើងធ្វើទៅវាមានទីផ្សារអត់យើងគួរតែសិក្សាឲ្យច្បាស់សិនមុននឹងសម្រេចចិត្តនៅធ្វើ content ណាមួយកុំឲ្យយើងខាតពេលដោយសារតែបើសិនជាយើងចេះតែធ្វើតាមអារម្មណ៍របស់យើងនឹកឃើញធ្វើយើងធ្វើអានេះតិចទៅយើងអត់ច្បាស់លាស់ជាមួយវាយើងធ្វើបន្តិចទៅមើលតែអត់ view 1ខែ2ខែ3ខែអញ្ចឹងទៅយើងចាប់ផ្ដើមរៀងធ្លាក់ទឹកចិត្តហើយធ្លាក់ទឹកចិត្តរបស់យើងហ្នឹងយើងឈប់ធ្វើឬក៏យើងធ្វើតិចតួចយូរទៅគឺបាត់ហើយយើងលែងធ្វើដូរទៅ content ផ្សេងទៀតទៅខាត3 4ខែទៀតទៅ content ផ្សេងកន្លះខែ1ឆ្នាំ2ឆ្នាំអីទៀតណាអញ្ចឹងយើងត្រូវរក content ណាដែលយើងគិតថាយើងអាចធ្វើបានយូរ content ហ្នឹងយើងអាចធ្វើបានច្រើនវីដេអូហើយធ្វើបានជាជាប់លាប់គឺសំខាន់មែនតើមិនថា YouTube មិនថានៅណាទេគឺសំខាន់បំផុតគឺជាមួយនឹងភាពជាប់លាប់ហ្នឹងហើយឧទាហរណ៍យើងធ្វើមួយថ្ងៃមួយវីដេអូពីរថ្ងៃមួយវីដេអូ3ថ្ងៃមួយវីដេអូមួយសប្តាហ៍មួយវីដេអូឲ្យមានជាប់រហូតចឹងទៅអានោះគឺកាន់តែល្អតែបើសិនជាយើងអាចមួយថ្ងៃពីរថ្ងៃមួយវីដេអូអាហ្នឹង YouTube របស់យើងគឺកាន់តែរុញលឿនទៅឲ្យ audience ថ្មីទៅដល់អ្នកដែលអត់ subscribe របស់យើង YouTube អ្នកដែលមើលរបស់យើងគឺភាគច្រើនអាចមិនមែនជា subscriber របស់យើងទេអញ្ចឹង subscriber គឺអត់សំខាន់ទេសំខាន់គឺវីដេអូរបស់យើងឲ្យមានគុណភាពដោយសារ YouTube បាន suggest ទៅគឺ suggest ទៅអ្នកដែលអត់ subscribe ដែលគេមើល content ស្រៀងយើងអីចឹងទៅអញ្ចឹងយើងគិតមើល content ហ្នឹងតែយើងគួរទី1គឺយើងគិតថាអា content ហ្នឹងមានទីផ្សារអត់ content ហ្នឹងមាន view អត់ហើយទី2អ្វីដែលសំខាន់បំផុតគឺវាស័ក្តិសមជាមួយយើងអត់ហើយទី3នោះគឺសំខាន់ដែរគឺយើងអាចធ្វើវាបានជាប្រចាំឬក៏អត់យើងមិនអាចជ្រើសរើសដឹងថា content ហ្នឹងល្អហើយប៉ុន្តែវាអត់ស័ក្តិសមជាមួយយើងយើងពិបាកនៅក្នុងការធ្វើលទ្ធភាពនៅក្នុងការធ្វើរបស់យើងទីតាំងរបស់យើងឬក៏អីរបស់យើងគឺពិបាកក្នុងការធ្វើពេកអាហ្នឹងក៏ងាយឲ្យយើងបោះបង់ដែរពេលដែលយើងធ្វើយូរទៅអត់បានផលហើយវាពិបាកពេកក៏យើងឆាប់បោះបង់ដែរឧទាហរណ៍យើងធ្វើនៅឆ្ងាយផ្ទះcontent របស់យើងត្រូវថតឧទាហរណ៍យើងថតយើងឃើញពីមុនធ្វើ vlog ឬក៏ធ្វើអីញ៉ាំអីនៅតាមស្រុកនៅតាមភូមិនៅតាមចំការអញ្ចឹងទៅអញ្ចឹងបើសិនជាគាត់ជាទីតាំងនៅនឹងស្រាប់គ្រាន់តែរៀបចំតិចតួចនៅក្បែរផ្ទះបានហើយតែបើសិនជាយើងទីតាំងឆ្ងាយយើងគ្រាន់តែជិះទៅកន្លះម៉ោង1ម៉ោងរៀបចំថតឲ្យជួនកាលប៉ះភ្លៀងជួនកាលប៉ះអីទៀត
អាហ្នឹងធ្វើឲ្យយើងឆាប់ណាយអញ្ចឹងយើងត្រូវគិតឲ្យហើយគិតមួយទៀតបើសិនជាយើងធ្វើទៅកុំគិតបញ្យូរមុនដំបូងសម្រាប់ដែលខ្ញុំឃើញបងប្អូនដែលបោះបង់ដំបូងគេបំផុតគឺគិតរឿងបញ្យូរហ្នឹងមកសម្រាប់ធ្វើ YouTube ឬក៏ធ្វើ Facebook អីផ្សេងៗបាទខ្ញុំធ្វើមួយខែហើយអត់ដើរពីរខែហើយអត់ដើរ3ខែហើយអត់ដើរយើងត្រូវចាំថាពេលដែលយើងធ្វើដំបូងហ្នឹងពិបាកបំផុតតែពេលដែលយើងចាប់ផ្ដើមមាន view 1k 2k 2 300 3 400នៅក្នុងវីដេអូរបស់យើងហើយគឺងាយស្រួលជាងយើងចាប់ផ្ដើមហ្នឹងគឺច្រើនដងមែនតើឧទាហរណ៍ថាយើងមាន view ចាប់ផ្ដើមមាន view YouTube រុញទៅតិចៗហើយមាន subscriber មើលផុសទៅដឹងតែមួយផ្លែតបាន50 60 view 100 200 view ហើយអាហ្នឹងគឺងាយស្រួលនៅពេលដែលយើងទទួលបាន view ប៉ុណ្ណឹងយើងធ្វើតែ content ណាដែលអាចតាក់ទាញcontent របស់យើងនឹងធ្វើឲ្យកាន់តែល្អទៅតាម channel របស់យើងគឺកាត់ឲ្យកាន់តែល្អទៅឲ្យមានភាពតាក់ទាញទៅចំណងជើង content ណាដែលវា connect ជាមួយនឹងអ្នក comment ឲ្យគាត់ comment ច្រើនអញ្ចឹងទៅនៅពេលដែលយើងចាប់ផ្ដើមមាន engagement ហ្នឹងមានការប្រស្រ័យតាក់ទងគ្នាទៅលើវីដេអូរបស់យើងមាន like មាន comment មានអ្នកមើលមានអីច្រើនហ្នឹង YouTube នឹងរុញទៅបន្តទៀតយើងនឹងមានវីដេអូណាមួយអាចទៅដល់ 10k 20k 100k អញ្ចឹងទៅនៅមានវីដេអូ 100k ហ្នឹងមួយគឺជា spin មួយវីដេអូផ្សេងទៀតគឺវានឹង relate ទៅចិត្តគ្នាអាចឡើង view ទៅទាំងអស់គ្នាហ្មងអញ្ចឹងចាប់ផ្ដើមគឺពិបាកបំផុតហើយអ្វីដែលបងប្អូនត្រូវរៀនដែលសំខាន់ហ្នឹងគឺរៀនកាត់តវីដេអូឲ្យមានភាពតាក់ទាញទៅតាម content របស់បងប្អូននីមួយៗដោយវីដេអូដែលខ្ញុំបរៀនបងប្អូននេះវីដេអូដែលខ្ញុំចេញទៅចែករំលែកនេះគឺអត់មានអីពិបាកទេដោយសារតែខ្ញុំមិនមែនជាអ្នកដែលចង់រកលុយជាមួយ YouTube ជាមួយនឹង content របស់ខ្ញុំមួយនេះឲ្យរកលុយបានច្រើនទេ content របស់ខ្ញុំគឺខ្ញុំមានគោលបំណងគ្រាន់តែចែករំលែកបទពិសោធន៍របស់ខ្ញុំទៅដល់អ្នកថ្មីដោយសារតែខ្ញុំយល់ខ្ញុំដឹងអំពីការលំបាករបស់បងប្អូនចឹងខ្ញុំក៏ចង់ជួយដែរដោយសារតែខ្ញុំចាប់ផ្ដើមដំបូងក៏ដូចបងប្អូនដែរហើយខ្ញុំព្យាយាមសួរគេច្រើនព្យាយាមមើលវីដេអូការចែករំលែកច្រើនចាប់ថ្មីចាប់ផ្ដើមថ្មីឲ្យការលើកទឹកចិត្តដំបូងគឺភាគច្រើនគឺដូចគ្នាចឹងឆាប់បាក់ទឹកចិត្តខ្ញុំក៏អញ្ចឹងដែរផុសទៅអត់ view ចង់ទៅដូរ content នេះ content នោះអីចឹងទៅអញ្ចឹងខ្ញុំដឹងអំពីចំណុចហ្នឹងក៏ខ្ញុំចែករំលែកបងប្អូនដើម្បីឲ្យបងប្អូនមិនខាតពេលវេលាច្រើនអញ្ចឹងទៅហើយពេលដែលបងប្អូនចេះថតជាមួយនឹងវីដេអូបានល្អហើយថតវីដេអូបានល្អហើយកាត់វីដេអូបានល្អហើយបងប្អូនត្រូវសំខាន់មួយទៀតគឺដាក់ thumbnail កាត់រូបភាព edit រូបភាព thumbnail ហ្នឹងគឺឲ្យបានល្អបំផុតបានន័យថាឲ្យមានភាពតាក់ទាញវីដេអូដែលគេចុចមើលគឺសំខាន់បំផុតគឺ thumbnail ហ្នឹងហើយឲ្យតែវាស្អាតឲ្យវាចាប់អារម្មណ៍មកគឺគេចុចមើលហើយ